ក្នុងរដ្ឋធម្មនុញ្ញកុំអបបាត់ទៀតដល់អញ្ចឹងសុខសាន្តត្រានណាមុំចក្រានដាំសម្លឆ្ងាញ់ដាំបាយឆ្អិនអាស្រ័យចង្ក្រានមុំ3គេមិនដែលឃើញចង្ក្រានមុំ4ទេទោះចង្ក្រានអគ្គិសនីវាទៅមុំ3ដែរហើយយើងចង់ដឹងយើងធ្លាប់ដកហើយដកមួយផ្អៀងខាងដកមួយទៀតអាលាយវាទៅនឹងអាលាយទាំងអស់ទៅទៀតដល់តែគុំ3ឡើងមកវិញមកបានសម្លនឹងបានហូបដល់សប្តាហ៍ថ្ងៃអាហារនឹងបាយនឹងបានហូបដល់សប្តាហ៍ថ្ងៃអញ្ចឹងរឿងទាំងអស់មិនមែននិយាយទៅពាក់ព័ន្ធអីប៉ុន្តែចង់ដាស់សតិយើងទាំងអស់នេះថា3នេះជាស្ថាប័នឯករាជ្យក៏ពិតមែនប៉ុន្តែអាស្រ័យគ្នាទៅវិញទៅមកព្រោះថា3នេះជ្រកក្រោមរដ្ឋធម្មនុញ្ញតែមួយជាច្បាប់វេនីរបស់រដ្ឋជាច្បាប់ដែលរក្សាការពាររដ្ឋនឹងមួយរក្សាការពារអធិបតេយ្យជាពលរដ្ឋសិទ្ធិសេរីភាពជាពលរដ្ឋនៅក្នុងច្បាប់ហ្នឹងអញ្ចឹងពុទ្ធសាសនាយើងសពថ្ងៃអ្វីត្បិតតែមានសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនាយកប៉ុន្តែត្រូវសហគ្នាគ្រប់ស្ថាប័នទាំងអស់ហើយយើងទៅចោលគ្នាឯណាបានវាមិនមែនជារឿងដែលយើងលេងសើចទេរឿងនេះហើយកាលណាតែ3នេះមិនត្រូវគ្នាមិនចុះសម្រុងគ្នាវាវាកើតមានចេះចប់ចេះហើយទេប៉ុន្តែបើ3នេះដែលជាស្ថាប័នកំពូលរបស់ជាតិគុំត្រូវរើគ្នាគឺថាមាននៅសុខសន្តិភាពស្ថិរភាពល្អប្រសើរយើងគិតថាទេខ្សែសាសនាមានប្រយោជន៍អីកើតមកក៏ឲ្យតែកើតនឹងគេអ្នកចិញ្ចឹមពលរដ្ឋក៏ចិញ្ចឹមហើយគ្មានបានប្រយោជន៍អីតែយើងគិតអញ្ចឹងខុសហើយខ្សែសាសនាមិនមែនដើរតួលំអាក់លំមដូចយើងគិតទេយើងគិតយើងមិនបាច់ប្រើបញ្ញាអីគិតតែដល់បរមត្តធម៌ដែលជាធម៌ជ្រៅជ្រៅញ៉ាំងសត្វឲ្យចេញចាក់ទុកនោះរាប់តែបច្ចុប្បន្នពុទ្ធសាសនាដើរតួគ្រប់វិស័យទាំងអស់ទាំងទៅវិស័យការពារជាតិការពាររបៀបមិនទៅលាតបចេញច្បាំងអីមិនដែលចោលប្រសង់ទេសាកមានសង្គ្រាមអីកើតឡើងតាមព្រំដែនមុននឹងចេញតបព្រមមានប្រសង់ទៅប្រោះព្រំចូលរួមលើកម្លាំងចិត្តប្រសង់លោកបិណ្ឌបាតបានពីនេះពីនោះសង្កទឹកដីឲ្យលោកបញ្ជូនទៅកាន់ទាហានជួរមុខមិនមែនថាផ្គត់ផ្គង់បាន 100% ទេក៏បានជាចំណែកមួយក្នុងការលើកទឹកចិត្តដល់អ្នកដែលតស៊ូនឹងវិស័យការពារជាតិវិស័យវប្បធម៌វត្តអារាមរក្សាបាននៅប្រពៃណីទំនៀមទម្លាប់ច្បាប់ទម្លាប់ក្បួនខ្នាតប្រពៃណីដែលជាអត្តសញ្ញាណរបស់ប្រជាពលរដ្ឋនៅវិស័យវប្បធម៌វិស័យអភិវឌ្ឍវត្តអារាមបានជួយកសាងស្ពានផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យសិនគ្រប់កន្លែងកិច្ចការងារមនុស្សធម៌កាកបាទក្រហមអីសង់ចូលរួមតាមវត្តយើងគិតមើលបុណ្យអុំទុកដែលចោលវត្តទេទុកមួយចេញបណ្ណាំងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់តាមវត្តអារាមលោកជួយសហការវាមានផែនការណាដែលរដ្ឋត្រូវដាក់ទិសដៅឲ្យខេត្តអនុវត្តគឺថាមានជំនួយមួយផ្នែកដែរចេញពីវត្តអារាមទៅអានេះគឺថាវត្តអារាមបានពីណាវត្តអារាមបានពីប្រជាពលរដ្ឋតាមរយៈជំនឿសាសនាសេចក្តីជ្រះថ្លាតែវត្តអារាមមិនបានលេបនៅសេចក្តីជ្រះថ្លានោះទុកក្នុងពោះឲ្យតែឆ្អែតដេកឬស្រួលនោះទេវត្តអារាមបញ្ចេញទៅវិញតាមរយៈការអភិវឌ្ឍវិហារកុដិសាលារៀនផ្លូវថ្នល់ខ្លងទ្វារយើងទៅធ្វើវត្តនោះមិនបានប្រយោជន៍អីប្រយោជន៍យើងគិតមើលទៅក្នុងស្រុកហ្នឹងបើវត្តហ្នឹងវត្តក្នុងស្រុកហ្នឹងស្អាតគេសរសើរអាជ្ញាធរដែនដីគេសរសើរប្រជាពលរដ្ឋតែចេះនាំគ្នាសាមគ្គីគ្នាយ៉ាងម៉េចអភិវឌ្ឍវត្តអារាមបានស្អាតបាតបានល្អប្រសើរជាតំបន់តាក់ទាញបែបវប្បធម៌សាសនាជាកន្លែងដែលទេសចរខ្នាតតូចតាមអធិស្ឋានក្នុងសហគមន៍ជាដើមជាកន្លែងដែលបង្កើតការជួបជុំដូចជាថ្ងៃហ្នឹងអញ្ចឹងការជួបជុំមនុស្សរាប់ម៉ឺននាក់អាស្រ័យវត្តអារាមអាស្រ័យកន្លែងជាទីប្រមូលផ្ដុំនៃជំនឿនិងសាសនាហ្នឹងឯងវត្តអារាមក៏ជាទីដែលឈរក្នុងចំណោមវិស័យផ្សេងច្រើនបែបច្រើនយ៉ាងវិស័យអប់រំក៏មាននៅព
ពុទ្ធសាសនាជាចំណែកមួយដែរពីដើមមិញវិស័យសាសនាជាត្រីឯកតែម្ដងជាតួឯកក្នុងការអប់រំសតិបញ្ញាផ្នែកគំនិតរបស់ប្រជាពលរដ្ឋប៉ុន្តែសប្តាហ៍ថ្ងៃស្ថាប័នក្រសួងអប់រំជាលេខ1ហើយប៉ុន្តែលេខ1នោះមានលេខ2គឺវត្តអារាមវិស័យសាសនានេះយើងគិតមើលសប្តាហ៍ថ្ងៃវិស័យសាសនាអប់រំមនុស្សបែបសច្ចកម្មជាងវិស័យអប់រំទៅទៀតវិស័យអប់រំមានសាលារៀនរដ្ឋទំនប់បំរុងសិស្សសាលាដល់ម៉ោងចូលរៀនហើយត្រឡប់មកបាយផ្ទះត្រឡប់មកសម្រាកនៅផ្ទះទេកៅអៅស្លៀកពាក់ទិញខ្លួនឯងបាយឪពុកចេញសភៅបិចសាលាខ្លួនឯងគ្រាន់តែទៅរៀនទេគ្រូក៏ទទួលប្រាក់បៀវត្សពីរាជរដ្ឋាភិបាលពីក្រសួងជាដើមប៉ុន្តែវត្តអារាមបើជ្រុលជាវិស័យអប់រំវិញឆាន់នៅនឹងសឹងនៅនឹងស្លៀកនៅនឹងប្រើទឹកភ្លើងនៅនឹងគឺថាមកចាប់រៀននៅនឹងទាំងអស់ទៅមើលវត្តមួយដែលបង្កើតជាពុទ្ធកវិទ្យាល័យពុទ្ធកអនុវិទ្យាល័យពុទ្ធកបឋមសិក្សាជាដើមតាំងពីបឋមភូមិទល់ទុតិយភូមិគឺថាពុទ្ធសាសនាទៅទទួលមកពង្រៀនបើកសាលាឲ្យគេរៀនហើយគឺត្រូវបើកកន្លែងអន្តេវកស្ថានឲ្យគេស្នាក់នៅទៀតឲ្យសាមណនិស្សិតស្នាក់នៅទៀតកាលណាសាមណនិស្សិតស្នាក់នៅហើយមិនមែនគ្រាន់ស្នាក់នៅទេត្រូវទទួលទំនុកបំរុងអាហារទៀតតែប្រសង់អាហារ2ពេលឬ2ពេលអញ្ចឹងទៅនៅមួយពេលល្ងាចទំនុកបំរុងដឹកកលៀននៅពេលសច្ចៈបច្ច័យទៀតប្រើទឹកភ្លើងសពគ្រប់បែបយ៉ាងគឺតែវត្តអារាមទំនុកបំរុងហើយក្មេងទាំងអស់ដែលមកបួសក្នុងសាសនានោះមិនមែនកូនសទ្ធិមកបួសទេណាមានម៉ែឪទំនុកបំរុងទេណាក្មេងដែលមិនបានចូលត្រឹមត្រូវហើយមកបួសក្នុងសាសនាជាដើមទៅសាលារដ្ឋសពថ្ងៃទទួលក្មេងឲ្យរៀនឲ្យសូនវាស្រួលបែបត្រង់ថាដៃពុកកនួលខុសត្រូវសັບគ្រប់គ្រាន់តែបញ្ជូនទៅសាលាមានទូនាទីតែម្យ៉ាងគឺថាដល់តែចំណេះដឹងអប់រំទេប៉ុន្តែវត្តអារាមអប់រំផងមើលថែផងការពារផងហើយក្មេងសពថ្ងៃមិនតែស្រួលអីប្រមាណមកបួសជួនកាលក្មេងអត់ចូលសាលាដៃពុកតល់ច្រោះរុញឲ្យមកបួសក្មេងដែលនិយាយមិនស្ដាប់រុញឲ្យមកបួសក្មេងដែលតែលតោរុញឲ្យមកបួសដូចច្រើនអីចឹងទៅហើយក្មេងកំព្រាអត់មានពុកម្ដាយលែងលះគ្នាគ្រួសារក្រីក្រខ្សត់អីហ្នឹងគឺថាវត្តអារាមទទួលហើយមិនមែនតែទទួលតែខ្មែរទេបើអ៊ីស្លាមចង់មកបួសវត្តទទួលដែរអត់មែនប្រកាន់តែឯងអ៊ីស្លាមទេគ្រឹះសាសនាចង់មកបួសបានដែរអត់មានប្រកាន់អីទេគឺថាវត្តដើរតួនាទីសំខាន់អញ្ចឹងហើយវិស័យសាសនានេះយើងកុំគប់បីមាក់ងាយព្រោះថាមុំចង្ក្រាន3បើលើកពីផលប្រយោជន៍វាអត់មានអ្នកណាល្អឥតខ្ចោះទេមេតបនិយាយថាមេតបក្រាន់បើតែមេតបក៏មានតបបានក្រាន់បើអត់មានកូនតបមិនមេតបក្រាន់បើហ្នឹងហើយកូនតបក្រាន់បើកូនតបអត់មានមេតបដឹកនាំក៏អត់ក្រាន់បើទៅរឿងទាំងអស់វាអាស្រ័យគ្នាវាមិនមែនថាមួយឯករាជ្យដាច់ដលែកពីគ្នាដកកុំឲ្យនិយាយចូលគ្នាអត់បានទេអញ្ចឹងវិស័យសាសនាវិស័យរដ្ឋវិស័យព្រះមហាក្សត្រអាស្រ័យគ្នាទៅវិញទៅមកបើអញ្ចឹងយើងគិតមើលមិនមែនច្បាប់ខុសប្រទេសកម្ពុជាយើងចែងនៅប្រសង់មានសិទ្ធិបោះឆ្នោតប៉ុន្តែប្រសង់ចូលរួមជាចំណែកក្នុងការសម្រេចនៅជោគវាសនាប្រទេសជាតិដែរយើងតែអញ្ចឹងព្រះមហាក្សត្រឯករាជ្យក្នុងវិស័យរបស់ព្រះមហាក្សត្រមុននឹងបានឡើងគ្រងរាជ្យក៏ត្រូវឆ្លងកាត់ក្រុមប្រឹក្សារាជបល្ល័ង្កក្រុមប្រឹក្សាសមាជិកមាននរណាដែរសម្ដេចព្រះសង្ឃរាជ2គណៈដែលតំណាងឲ្យព្រះសង្ឃប្រមាណ10000អង្គនៅក្នុងប្រទេសកម្ពុជានឹងខ្ញុំគិតថាមាននេះណាហើយព្រះមហាក្សត្រលោកអ្នកតែងតាំងរាជរដ្ឋាភិបាលលោកអ្នកតែងតាំងព្រះរាជាគណៈព្រះមន្ត្រីសង្ឃវិញអញ្ចឹងមកតែមានវិលជុំអញ្ចឹងឥឡូវដកមួយណាឥឡូវយើងគិតមើលបើថាអត់សំខាន់ដកមួយចេញដែរមិនតែដោយសារដកមិនបាននឹងហើយគាត់គេដាក់បញ្ចូលគ្នាហើយឆ្វាក់គ្នានឹងយើងកុំលើកប្រសង់តែងតាំងប្រសង់តែង
តាំងរាជរដ្ឋាភិបាលបូកជាមួយព្រះសង្ឃតែងតាំងព្រះមហាក្សត្រពេលបានឡើងសោយរាជសម្បត្តិហើយក៏តែងតាំងរាជរដ្ឋាភិបាលវិញតែងតាំងព្រះសង្ឃវិញមើលអំណាចនៅត្រង់ណាអំណាចត្រង់ថាមានរួមគ្នាព្រោះទៅអត់មានរួមគ្នាទេអត់នេះទេអញ្ចឹងអំណាចបានមកសុខសន្តិភាពសេរីភាពជំនឿសាសនាប្រព្រឹត្តទៅប្រកបដោយដីសុខឥឡូវតែប្រទេសអត់មានការពារទេស្រាប់តែកំពុងតែមនុស្សគូកទៅគេបាញ់គ្នាដួងដាំងមានមកអង្គុយអីចឹងស្រួលនាំគ្នារត់ប្រសាចរត់មិនត្រូវគ្រាប់អីទេគេលោស្លាប់នឹងជន់គ្នាហ្នឹងគឺថារឿងទាំងអស់ហ្នឹងវាសត្វតែពាក់ព័ន្ធគ្នាយើងចាំបាច់ត្រូវការចូលរួមណាស់អញ្ចឹងហើយទើបខ្ញុំកណាខ្ញុំគ្រប់ម៉ាត់គ្រប់ឃ្លាតែងតែដាស់តឿនដល់សូមឲ្យយើងរួបរวมសាមគ្គីគ្នាទៅព្រោះមែនហើយជាតិទៅទុកជរាទៅទុកមរណៈទៅទុកអាស្រ័យអវិជ្ជាមានជាតិកំណត់ក្នុងការកើតបានជាទុកបរមត្តធម៌សាងកម្មល្អរមែងបានផលល្អសាងកម្មអាក្រក់រមែងបានផលអាក្រក់ប៉ុន្តែនោះបញ្ញារបស់យើងដើរមិនទាន់ដល់នៅឡើយប៉ុន្តែបច្ចុប្បន្នយើងរស់នៅជាមួយនឹងប្រទេសជាតិរស់នៅជាមួយសង្គមជាតិសង្គមសាសនាសង្គមមនុស្សគ្រប់ប្រភេទអញ្ចឹងហើយទើបឲ្យយើងសាមគ្គីគ្នាសិនយើងចង់ថាប្រព្រឹត្តល្អឯណាគ្រាន់តែថានិយាយផ្អែមដាក់គ្នាមិនទាំងចេះនិយាយផ្អែមផងចង់ទៅរកសួរនៅពីណាបានក៏គ្រាន់តែឃើញមនុស្សកើតទុកដេកដួលឈឺស្លាប់នៅមុខមិនទាំងមានចិត្តអាណិតអាសូរជួយសន្តោសប្រោះមេត្តាផងឲ្យចង់ទៅរកព្រះនិព្វានឯណាចេញវាអត់មានទេនោះដើមចេញពីចំណុចល្អតូចសិនទើបធ្វើសេចក្តីចំណុចល្អធំឲ្យកើតឡើងមកថាសេចក្តីតូចមិនមានទេអត់មានចង់ធ្វើអញ្ចឹងហាក់បីដូចជាមនុស្សមិនធ្វើត្រីធម្មតាទេសុខចិត្តចង់ធ្វើចវាយខែតែហ្មងណាគេឲ្យធ្វើតើតែយើងរៀនពីតូចពីតាចសិនទៅតែអត់រៀនមត្តេយ្យសិក្សាអត់រៀនបឋមសិក្សាទេរៀនពុបចង់យកបណ្ឌិតតែហ្មងរៀនដើម្បីកើតវាទៅមិនរួចទេបាទអាស្រ័យតែយើងហ្នឹងចេះដឹងពីចំណុចតូចទៅអាចំណុចល្អហ្នឹងគឺតែចេះសាមគ្គីគ្នាចេះស្រឡាញ់ធម៌ដែលក្នុងលោកនេះដែលយើងគប្បីសរសើរជាងគេគឺសិលនិងសមាធិហ្នឹងមិនទៅបានគ្រាន់មកឧបមារឿងពីរយ៉ាងឲ្យយើងស្ដាប់ថាព្រះសារីបុត្រនិងព្រះមុគលានព្រះសារីបុត្រជានរណាព្រះសារីបុត្រជានរណាយើងសន្មត់នាមសារីបុត្រជាអគ្គសាវកជាធម្មសេនាបតីតែយើងនិយាយស្ដាប់ថាស្ដាប់ដៃស្ដាំបរោះស្ដាំព្រះដ៏មានពភាកអញ្ចឹងដែរចុះព្រះមុគលានទៅជាណាសន្មត់ថាជាបរោះឆ្វេងឬក៏ជាអគ្គសាវកឆ្វេងរបស់ព្រះដ៏មានពភាកឆ្វេងនឹងស្ដាំនឹងអន់យើងគ្នាប្រមាណដែរព្រោះព្រះសារីបុត្រដកតែព្រះដែលមានពភាកចេញទៅក្នុងលោកនេះមនុស្សលោកទេវលោកមារលោកព្រហ្មលោកអត់មាននរណាមានបញ្ញាស្មើព្រះមុគលានដកតែព្រះមានជោគចេញទៅក្នុងលោកនេះទេវលោកមារលោកព្រហ្មលោកអត់មាននរណាមានរិទ្ធស្មើយើងគិតមើលពីរអង្គហ្នឹងមានតែចាញ់គ្នាអីប្រមាណប៉ុន្តែយើងមើលទៅមុននឹងបានអញ្ចឹងវិញតួអង្គនៃព្រះសារីបុត្រមុននឹងបានជាអគ្គសាវកស្ដាប់នៃព្រះដ៏មានជោគណាគឺជាអ្នកដែលប្រកបដោយសិលនិងសមាធិ500ជាតិមកចឹងហើយជាតិរបស់បានអភិញ្ញា5មក500ជាតិមកអាស្រ័យខ្លួនទៅនឹងទេវលោកព្រហ្មលោកទេវលោកព្រហ្មលោកមនុស្សលោកជាអ្នកបុះទេប៉ុន្តែព្រះមុគលានអត់ទេផ្ញើខ្លួននៅទេវបុត្រមាខ្លះផ្ញើខ្លួនជាមួយនឹងនរកខ្លះ
ព្រះមុគលានណាបានទទួលពុតព្យាករឲ្យក៏ដោយណាញ៉ាខ្លួននឹងមារលោកនោះជាទុសីមានោះទៅបន្ទុះជាមួយអគ្គសាវកស្ដាំរបស់ព្រះសម្មាសម្ពុទ្ធកស្សបៈទុសពលរហូតដល់ទៅពធរនីស្រោបមាហ្នឹងតែកាន់ឲ្យវិជ័យមិនរួចហើយបន្ទុះជាមួយមេដាបៃតាទៅនរកទៀតរហូតដល់តែជាតិចុងក្រោយហ្នឹងត្រូវគេកាត់គេកញ្ច្រាំទៅទៀតនឹងទោសអីទោសដែលព្រះមោគលានអាស្រ័យទៅមិនបានប្រកបដោយសិលសមាធិបញ្ញានឹងឯងតែព្រះសារីបុត្រលោកប្រកបដោយសិលសមាធិបញ្ញាអត់មានទេដំណើរទៅរកទិសដៅនៃអគ្គសាវកដូចគ្នាប៉ុន្តែសុកមករហូតមកជានិរតៈរបស់ក្តីជាអីក្តីមើលប្រកបដោយអភិញ្ញា5ច្រើនជាតិនេះជាភាពក្រាន់របស់អ្នកដែលមានសិលសមាធិបញ្ញានឹងក្រាន់តែអ្នកសន្សំបារមីទៅធម្មតាមិនបាច់ដល់តែជាតិខាងមុខទេត្រឹមតែបច្ចុប្បន្នហ្នឹងក៏ដោយអ្នកមានសិលមែនមានបញ្ញានឹងថឹងល្អមានសិលមានសមាធិរមែងមានបញ្ញានឹងថឹងល្អរមែងមានសទ្ធានឹងថឹងល្អមិនមែនជាសទ្ធាខ្ចល់ក៏មិនមែនជាសទ្ធាតាមគ្នាដែរហើយជាសទ្ធាញ៉ាំងប្រយោជន៍គឺគុណឲ្យជាក់ច្បាស់ក្នុងព្រះត្រៃរតន៍នឹងទៀតប៉ុន្តែអ្នកដែលក្រន់តែប្រកបដោយសិលហើយខ្វះសមាធិទេឬក៏មានបញ្ញាខ្វះសមាធិខ្វះសិលទេឬក៏ថាមានតែបញ្ញាឬក៏មានតែសិលបាត់បង់សមាធិគឺចោលទៅគឺថាមានសិលស្អាតតែទិដ្ឋិមិនស្អាតទេមានបញ្ញាតែទិដ្ឋិមិនល្អយើងមើលមនុស្សបង្កើតអាវុធក្នុងលោកហ្នឹងតើគេមនុស្សល្ងងឬមនុស្សឆ្លាតមនុស្សមានបញ្ញាតែគេបង្កើតអាវុធបង្កើតស្អីសពបែបយ៉ាងហ្នឹងសិតតែមនុស្សឆ្លាតមនុស្សមានបញ្ញាមិនដែលបញ្ញាអត់មានសមាធិជាគោលអត់មានសិលជាគោលបញ្ញាក្នុងការញ៉ាំងលោកហ្នឹងឲ្យវានេះញ៉ាំងខ្លួនឯងហ្នឹងឲ្យវានេះតែប៉ុណ្្នឹងជាអ្នកមានសិលប៉ុន្តែជាប់ដោយទិដ្ឋិខ្លួនក្រាន់បើជាងគេអ្នកដតីមិនក្រាន់ដោយខ្លួនអ្នកនោះបង្កប់ដោយរឿងខុសអ្នកនោះបង្កប់ដោយរឿងយ៉ាងនេះរឿងយ៉ាងនោះមានតែក្រាន់បើអីព្រោះខ្វះសមាធិសម្រាប់អប់រំអញ្ចឹងអ្នកមានសិលប្រកបដោយសមាធិនិងបញ្ញាជាគោលហើយមែងជាទីពឹងឲ្យខ្លួនហើយរមែងញ៉ាំងខ្លួននោះឲ្យក្រាន់ហ្នឹងហើយក្រាន់នៅក្នុងសង្សារវដ្តហ្នឹងណាទ្រាំតម្រាំធ្វើម៉េចបានតន់ព្រះហ្នឹងហើយអ្នកណាដែលមានបារមីចាស់ខ្លាទៅបានសម្រេចមគ្គផលក្នុងសមោធានព្រះធាតុអីក៏សឹកតែមហាក្រនហើយហ្នឹងមហាអស្ចារ្យហើយតែខ្ញុំកណ្ដាលនៅតែដាស់តឿនលោកទាំងឡាយអញ្ចឹងថាព្រះសម្មាសម្ពុទ្ធនៅសល់មួយអង្គទៀតហ្នឹងហើយអស់ពីមួយអង្គទៀតហ្នឹងទៅមិនដឹងថាផែនដីណាទើបបានស្គាល់ព្រះដែលមានជោគត្រាស់ដឹងក្នុងលោកទៀតទេចឹងហើយនាំគ្នាប្រកបដោយសិលសមាធិបញ្ញាឲ្យច្រើនទៅកុំឡែកទៅថាអ្នកនោះជេរអញអ្នកនោះសរសើរអញអ្នកនោះនិន្ទាអញអ្នកនោះមិននិន្ទាអញនោះគ្នាអញនោះគ្នាគេប្រកាន់យកតែរឿងដែលវា
ជារឿងធម្មតារបស់លោកនឹងយកមកធ្វើជារឿងធំដុំអីនោះលើលោកនឹងគ្មានរឿងណាធំដុំទេសុទ្ធតែរឿងធ្លាប់កើតមកហើយរឿងដែលមិនធំដុំគឺថារឿងដែលខ្លួនយើងដឹងថាលោកនឹងវិញចឹងហើយខំធ្វើខ្លួនឲ្យទៅនរកទៀតនោះទៅអបាយភូមិទៀតនោះអានោះទៅជារឿងដែលមិនធម្មតាដឹងហើយលឺហើយលើលោកនឹងមានរឿងណាដែលមិនធ្លាប់កើតដូចរឿងជេរបដិបដាសាគ្នានឹងមានមកតាំងពីផែនដីណានោះយើងមិនដឹងទេកើតមកគ្រប់តែផែនដីហ្នឹងហើយទៅភ្ញាក់ផ្អើលអីនឹងរឿងដែលគេសរសើរនឹងនិន្ទានោះបុគ្គលដែលនាំគ្នាមានបញ្ញាពិចារណាថារឿងនោះធម្មតាសុទ្ធសាធចឹងយើងធ្វើម៉េចកុំទៅធ្វើម៉េចនឹងវាកើតអីក៏កើតទៅរឿងនឹងនោះធ្វើម៉េចខំខ្លួនឯងឲ្យតែគ្រាន់តែបើមានអ្នកជាយើងមានឱកាសណាសាងខន្តីបារមីហើយបើមានអ្នកសរសើរអ្នកនិន្ទាមានលៀបបាត់លៀបមានយោបាត់យោស្អប់ស្រឡាញ់មកពិសោធន៍យើងទេធ្វើម៉េចនឹងដឹងថាចិត្តរបស់យើងបញ្ញារបស់យើងគ្រាន់ជាមួយនឹងលោកធម៌ទាំង8នឹងបានប៉ុណ្ណាណាយើងពិចារណាចឹងទៅហើយក៏អមខ្លួនទៅដូចជារទេះតែវាធ្វើដំណើរទៅបានវាអាស្រ័យកង់ផ្លូវកាប់ចិន្ទោលទូកនឹមនូតកង់គោម្ចាស់អ្នកបគឺសារថីហ្នឹងដើម្បីធ្វើប្រទេសហ្នឹងឲ្យវាទៅមុខយ៉ាងណាសង្ខាររបស់យើងហ្នឹងបើធ្វើមិនបានទៅមុខចេះធ្វើទៅសិនទៅហើយយកឱកាសសន្សំបារមីទៅមកជាតិណាមិនដឹងតែជាតិនេះគ្មាន82ដងទេយើងនោះអញ្ចឹងហើយចេះតែអមតែបន្តិចទៅក៏ធ្លុះធ្លាយបាក់បែកអស់ទៅរកទីតាំងថ្មីទៅឯក៏ប្រព្រឹត្តអមអញ្ចឹងទៅណាឈឺក៏ព្យាបាលទៅណាគ្រុនក៏ប្រើថ្នាំទៅហើយបើខ្លួនឈឺហើយធ្វើមកជាក៏ធ្វើទៅប៉ុន្តែក៏រឿងទាំងអស់នោះគ្រាន់តែអបស្ទប់យើងទៀតឧទាហរណ៍ថាទទួលរទេសវានៅតែរទេសអញ្ចឹងយើងឧបមាថាយើងកំពុងធ្វើដំណើរណានាយសារថីកំពុងតែបរទេសនឹងទៅចាប់តែបទៅគោវាដើរទៅវាផ្អើលទៅវាបាក់នឹមហើយជុំវិញហ្នឹងវាអត់មានដើមឈើដែលយើងស្រឡាញ់យើងចង់បានដើមកកោសដើមអីឬក៏ណាច្បក់អីមកធ្វើនឹមដែលស្រាប់ទៅជុំវិញហ្នឹងមានតែដើមត្បែងដើមខ្លុងហើយយើងប្រកាន់តែទេមិនយកដើមហ្នឹងមកធ្វើនឹមទេហ្នឹងវាអត់អីទេគាត់តែនឹមហ្នឹងវាអត់តែប៉ុណ្ណឹងគោហ្នឹងអាទេសហ្នឹងវានៅត្រឹមហ្នឹងពិបាកនឹមហើយប៉ុន្តែបើសិនតែយើងថាទេយកវាមកទឹមសិនមកបទៅចាំដល់ទៅមុខទៅឃើញដើមឈើដែលជាទីស្រឡាញ់ពេញចិត្តសំយកមកធ្វើសារថ្មីទៅធ្វើម៉េចឲ្យតែរទេសហ្នឹងវាទៅមុខសិនទៅប៉ុន្តែទីពឹងយើងមានជាក់លាក់ដែរតាគ្រាន់តែជាអបស្ទប់ហ្នឹងមនុស្សឆ្លាតអញ្ចឹងតែបើមនុស្សប្រកាន់អ្នកនេះយ៉ាងនោះទៅនៅតែរឿងអាស្មិនេះណែតែប៉ុណ្្នឹងទេស្គាល់បិសាចទេស្គាល់ទេឬតែឈ្មោះទេយ៉ាដឹងហើយស្គាល់បិសាចដូចតែឈ្មោះទេដឹងហើយបិសាចជាអីបិសាចជាទេវតាមួយដែរគាត់ថាទេវតាហ្នឹងជាកំណើតបិសាចមានរិទ្ធទេមាន
បិសាចចេះធរណាបិសាចខ្លះចេះធរច្រើនជាងយើងបាទខ្ញុំមិនបានបង្កើតបិសាចតែមកពីវិមានះពេកព្រមឃើញថាលោកនឹងវាអញ្ចឹងមានះទៅពេកទៅណាកើតបិសាចតែស្គាល់មីណាថាតែស្គាល់ទេក៏លឺថាចេះត្រូវជាងណាមីក្នុងលោកនេះអភិសង្ខារភពទាំង31ភពណាពីណាដែលមានរិទ្ធក្រាន់បើជាងមីទៀតណាយើងដកតែពុទ្ធសាវកចេញព្រះសម្មាសម្ពុទ្ធចេញបច្ចេកពុទ្ធចេញទៅចោះយើងនិយាយតែត្រឹមតែមនុស្សទេវតាមានមនុស្សទេវតាព្រំណាម្ណាក្រាន់បើជាងមីនោះរិទ្ធនៅខាងមីទេល្អម្លឹងដែរមិនតែមីណាយេមិនក៏កើតមីទៅផ្ចាញ់ព្រះសម្មាសម្ពុទ្ធរហូតធ្វើអវជ័យធ្វើនរោឲ្យកើតដល់ខ្លួនឯងហ្នឹងតែមកវាប្រកបដោយមានះពេកហ្នឹងហើយបើខ្លួនឯងនៅតែខ្លួនឯងទៅព្រមឲ្យព្រះសម្ពុទ្ធលោកត្រាស់ដឹងដោយបារមីដែលព្រះអង្គសន្សំទៅរួចបាត់ហើយយើងគិតអញ្ចឹងណាប៉ុន្តែនៅមិនសុខដាច់ខាតត្រូវតែទៅរៀបរៀងតតបានតែរៀបរៀងព្រះតាំងពីមិនឲ្យចេញបួសរហូតដល់តែបានចេញបួសហើយតែរៀបរៀងមិនឲ្យត្រាស់ដល់បានត្រាស់ហើយតែរៀបរៀងមិនឲ្យសម្ដែងធម៌បានសម្ដែងធម៌ហើយទៅរៀបរៀងព្រះអង្គមិនឲ្យមាន